លើកមកកន្លែងនេះមួយក្បាលឡងទៅហើយឱកាសកន្លែងនេះទៅហើយមកជិះស្ដាមបាទតោះប្រិមិត្តយើងមកចាប់អារម្មណ៍អំពីជំរឿនមួយអ្នកដំបូងរបស់បាសេឡូណាដែលមានអ្នកចាំទី Possession ជូលេសខានដេប៉ាគូបាស៊ីអ៊ីនីហ្គូម៉ាទីណេសជាមួយនឹងជរ៉ាត់ម៉ាទីនបម្រើគឺមាន Frankie de Jong ដានីអូលម៉ូនិង Pedri ហើយប្រយុទ្ធខាងលើគឺមាន Lamine Yamal Ferran Torres បាទនិងកីឡាករបាទLamine Yamal Ferran Torres និងRaphinhaប្រិមិត្តបាទនេះគឺជា11អ្នកដំបូងរបស់ Real Madrid ដែលមានអ្នកចាំទី Thibaut Courtois បាទ Lucas Vazquez បាទ Marc Raúl Asensio Antonio Rudiger Ferland Mendy បម្រើនឹងគឺ4រូបគឺមាន Federico Valverde ឈុត Bellingham បាទ Chouamani និង Dani Ceballos បាទខណៈដែលតំបន់ប្រយុទ្ធគឺ Vinicius Junior Rodrigo បាទលោកស្រីនាងកញ្ញាបាទសូមស្វាគមន៍មកកាន់ការទេសនាបាទការប្រកួតវគ្គដាច់ប្រវត្តិពានរង្វាន់ Copa del Rey បាទនៅក្នុងរាត្រីថ្ងៃទី27បាទខែមេសាបាទរវាងក្រុម FC Barcelona និង Stade Real Madrid យ៉ាម៉ាល់មួយទៅមួយយ៉ាម៉ាល់ទៅណាយ៉ាម៉ាល់រកបលទម្លាក់មកទាត់ស្ដាមយ៉ាមួយទៅណាសូនPatri Gonzalez កីឡាករកម្ពុជាចិត្តស្ងប់ថ្ងៃនេះឆ្មក់ឆក់យកឱកាសទាត់បំពៅសម្ដាញ់ទីពីលើតំបន់ដបទុកដែលជាការបញ្ជូនទម្លាក់បានយ៉ាងល្អឥតខ្ចោះពីសំណាក់មិត្តរួមក្រុម Lamine Yamal មិនងាយទេបងប្អូនអើយមិនងាយទេដែល Pedri សុទ្ធនោះឥឡូវនេះ Pedri សម្រាប់ចិត្តសុទ្ធជាមួយនឹងមួយជើងដ៏ឆ្ងាញ់បាទការកាត់ផ្ដាច់ការបញ្ជូនរបស់ Bellingham ហើយក៏បោះបំផ្លាញទៅឲ្យ Lamine Yamal យកបាល់ទាញត្រឡប់មកវិញហើយក៏រៀបចំសក់ស្ព្រាកបាត់និងសាច់នៅលើចានដាក់ហាន់ហើយរួចជាស្រេចហើយ Pedri ជាអ្នកហាមាត់ញ៉ាំតែម្ដងអូហូយល្អណាស់បងប្អូនហើយអូយមួយជើងស្ដាំនេះជាតិណាស់ប្រិមិត្តបាទ1-0បាទ Pedri ធ្វើបានល្អមែនទែនបាទប្រិមិត្តយើងមួយជើងមិននេះបាទឥឡូវយើងមកទស្សនាឱកាសនៃការទាត់បាល់ free kick អឹមបាប៉េឬមួយក៏ Modric អឹមបាប៉េKylian Mbappé ធ្វើបានល្អណាស់ជាមួយនឹងការក្តោបក្តាប់ឱកាសទាត់បាល់ free kick ពីលើតំបន់ដបទឹកបាទបិទតែខាងលើផ្លិចបិទក្រោមមកបងប្អូនហើយនេះគឺជាការទាត់បាល់ free kick ចូលលើកទី2សម្រាប់អាជីពរបស់ខ្លួនហើយអឹមបាប៉េនោះបាទមិនងាយទេគាត់មិនងាយបានក្នុងការទាត់ free kick ចូលទេមកដល់ Real Madrid គឺគាត់ធ្វើបានយើងមកទស្សនារូបភាពពីការទាត់មកប្រឡោះមក Pedri មកកន្លែងនេះទាត់មកប្រឡោះតែម្ដងប្រិមិត្តយើងអរគ្នាបុកជាមួយនឹងកោអង្គទី2ហើយក៏ឡងចូលតែម្ដងមកគាត់គិចបារះមក Possession លោតទៅដែរប៉ុន្តែលោតមិនទាន់ទេអស់ទោះបងប្អូនហើយមក Pedri ក៏គាត់បាទធ្វើមុខថាអូយល្អណាស់ការទាត់បាល់ free kick នេះល្អណាស់បាទលោក Hansi Flick អធិស្ឋានបាទលោក Carlo Ancelotti បាទធ្វើទឹកមុខស្មើបាទគឺថាមិនរីករាយមិនអបអរពេកទេទស្សនាការលើកមកកន្លែងនេះមួយក្បាលChouamani មួយក្បាលនេះគ្មានសល់ទេតង់ទី2គឺជាតង់របស់ Real Madrid គឺជាពេលវេលាល្អបាទរបស់ Real Madrid ហើយបាទអាចថ្មីម្ដងទៀតការលើកមកកន្លែងនេះមកក្បាលលោតពីខាងក្រោយពីលើខ្នងរបស់ Julius Koundé ប្រិមិត្តយើងអរគ្នាយើងទស្សនារូបភាពកន្លែងនេះបាទអត់មានអ្នកណារំខានគាត់ទេមកក្បាលនេះ Sexny បាល់ធ្លាក់ក្បែរខ្លួនហើយប៉ុន្តែអស់ចំហទៅហើយបាទដូចប្រាប់អំបញ្ញមកយើងថាអ្នកសោចក្រោយឮជាងអ្នកសោចមុនLamine Yamalបំផ្លងទៅហើយឱកាសកន្លែងនេះទៅហើយមកជិះស្ដាមមិនអោសាយទេឆ្កឹះបន្តិចក៏ផុតហើយក៏ទាត់ស្ដាំ Thibaut Courtois លោតដែរបានតែស្រែកថា
បងកំទៅណាចោនបណ្ដៃណាហ្វឺរ៉ាន់តូរ៉េអូផុតបាត់ទៅហើយបាទឱកាសបាទឆក់យកបាល់បានឱកាសមកជើងស្ដាំជើរកបានមួយគ្រាប់នៅក្នុងនាទីទី116ធ្វើឲ្យបាសេឡូណាបើកការនាំមុខផ្សារជាថ្មីទៅលើ Real Madrid មកយើងមកទស្សនារូបភាពនេះប្រិមិត្តយើងមកជើងនេះគូតបប៉ះចុងដៃដែរបាទប៉ុន្តែនៅតែមិនអាចរុញច្រានឲ្យបាល់នេះចេញបាទនេះគឺជាការធ្វើប្រហែសប្រិមិត្តយើងបាទលោកអញ្ញាកដាបានផ្លុំកញ្ចែបញ្ចប់ការប្រកួតលទ្ធផលជាផ្លូវការបាសេឡូណាក្លាយជាម្ចាស់ជើងឯកពានរង្វាន់កូប៉ាដេរ៉េឆ្នាំ2024-2025 បន្ទាប់ពីយកឈ្នះទៅលើក្រុមស្ដេចសរីអាម៉ាឌ្រីតដោយប្រើពេលអស់បាទ120នាទីអូបអូសាតូបាសេឡូណាបាទត្រឡប់មកក្លាយជាម្ចាស់ជើងឯកវិញហើយបន្ទាប់ពីខកខានអស់រយៈពេល3ឆ្នាំកន្លងទៅបាទពេលវេលាដល់តានតឹង30នាទីគឺថា120នាទីគឺបានបញ្ចប់ហើយប្រិមិត្តបាទក្រុមដែលជាម្ចាស់ជើងឯកក៏ត្រូវបានរកឃើញចូលរួមសោកស្ដាយបាទសម្រាប់ Real Madrid ប៉ុន្តែយ៉ាងណាពួកគេធ្វើបានយ៉ាងល្អបាទសម្រាប់ការប្រកួតនៅក្នុងវគ្គទី2គឺដូចជាបាទពេលវេលាជាបន្តបន្ទាប់បាសេឡូណាបាទបន្តយកឈ្នះបាទទៅលើក្រុមសាយសរីយ៉ាម៉ាឌ្រីតជាលើកទី2នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់នៅក្នុងរដូវកាល2024-2025បាទលើកទី1គឺការប្រកួតនៅអារ៉ាប់បាទលើកទី2នេះគឺនៅទឹកដីអេស្ប៉ាញផ្ទាល់តែម្ដងបាទគឺពានរង្វាន់បាទនេះប្រិមិត្តយើងគឺកូប៉ាដេរ៉េអញ្ចឹងអបអូសាតូណាបាសេឡូណាបាទប្រិមិត្តនេះពានរង្វាន់គឺត្រូវបានផ្ដល់ឲ្យទៅកាពីតែនក្រុមរួចរាល់ហើយបាទគឺ Ter Stegen និង Ronaldinho បាទអូបអូសាតូបាសេឡូណាក្លាយជាម្ចាស់ជើងឯកពានរង្វាន់កូប៉ាដេរ៉េរដូវកាល2024-2025បន្ទាប់ពីយកឈ្នះទៅលើក្រុមសាច់សរីយ៉ាម៉ាឌ្រីត3-2ដែលប្រើពេលវេលា120នាទីបាទនេះគឺជាពានរង្វាន់លើកទី32ហើយបាទសម្រាប់ពួកគេមិញអបអមកសាចាំទៅក្រោមអបអមកសាទៀតណាប្រិមិត្តបាទនៅនេះពានរង្វាន់ត្រូវបានយកមកដល់ក្បែរក៏ដូចជាគៀកក្រុមមិត្តរួមក្រុមហើយកាពីតែនក្រុមទាំងពីរអូបអូសាតូក្រុម FC បាសេឡូណាក្លាយជាម្ចាស់ជើងឯកពានរង្វាន់កូប៉ាដេរ៉េលើកទី32បាទសម្រាប់ក្រុមខ្លួនបន្ទាប់ពីយកឈ្នះទៅលើក្រុមស្ដេចសរីយ៉ាម៉ាឌ្រីតដោយលទ្ធផល3-2បាទនេះគឺជាពានរង្វាន់កូប៉ាដេរ៉េទី32បាទសម្រាប់ក្រុម FC បាសេឡូណាហើយវាក៏ជាពានរង្វាន់ទី2ផងដែរដែលបាសេឡូណាបាទរកបានបន្ទាប់ពីធ្វើការប្រកួតគ្នាជាមួយនឹង Real Madrid នៅវគ្គផ្ដាច់ព្រាត់ក្នុងរដូវកាលនេះដែលពានរង្វាន់ទី1គឺនៅក្នុងពានរង្វាន់នៅក្នុងការប្រកួតនៅក្នុងពាន Spanish Super Cup នៅអារ៉ាប់មួយសារនេះគឺពានរង្វាន់ Copa del Rey គឺនៅទឹកដីរបស់ប្រទេសអេស្ប៉ាញតតែម្ដងអញ្ចឹងបាសេឡូណានៅក្នុងរដូវកាលនេះគេធ្វើបានល្អណាស់ក្នុងជំនួបប៉ះគ្នាជាមួយនឹងក្រុម Real Madrid យ៉ាងណាក៏សូមចូលរួមសោកស្ដាយទៅដល់ក្រុមបាទសាយស Real Madrid ផងដែរពួកគេធ្វើបានល្អមែនទែនជាមួយនឹងការតាមស្មើឲ្យនាំមុខវិញប៉ុន្តែយ៉ាងណាគួរឲ្យសោកស្ដាយផ្លាត់ចុងម៉ោងប្រិយមិត្តអ្នកគ្នាបាទនេះ Robert Lewandowski versus Szczesny បាទ Lewandowski និង Szczesny នៅអង្គុយជួបរៃសុកហៅគ្នាមកលើកពានបានបាទប្រិយមិត្តយើងហើយនេះជាកីឡាករបាទ Super Hero នៅក្នុងថ្ងៃនេះហើយបាទគឺ Kamara Jules Conde ដែលជាអ្នកស៊ុតបំពងសម្លាញ់ទី1គ្រាប់ចុងក្រោយធ្វើឲ្យ Barcelona ទទួលបានជ័យជំនះបញ្ជាអរគុណច្រើនប្រិយមិត្តអរគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាការផ្សាយតាំងពីដើមរហូតដល់ចប់សំខាន់តែវីដេអូជាមួយនឹងការអធិប្បាយបើសិនជាលើសលោកខាតខុសត្រង់យ៉ាងម៉េចអាមួយក៏ដូចជាបញ្ហាបច្ចេកទេសផងដែរជូនពរប្រិយមិត្តអរគ្នាសូមរកសំណាងល្អបាទជោគជ័យគ្រប់ភារកិច្ចការងារធ្វើដំណើរទៅណាមានសុខភាពនៅពេលនេះខ្ញុំបាទមានជីវ័នសូមអរគុណសូមជម្រាបលាបាទ